ថ្លៃវិន័យធ្លាក់កុំឲ្យការចតរថយន្តបង្ហាញពីកម្រិតសិលធម៌របស់លោកអ្នកអត់ដឹងថាគិតអីគេគាត់ឈប់ជៀសវាងបើកទ្វាររថយន្តដោយមិនបានមើលនាំឲ្យប៉ះពាល់ដល់អ្នកដែលមកពីក្រោយការចតរថយន្តគ្មានសណ្ដាប់ធ្នាប់គឺសំដៅទៅលើការឈប់ឬការចតដែលផ្ទុយនឹងបទបញ្ញត្តិដែលបានចែងក្នុងមាត្រា23និងមាត្រា24នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីចតរថយន្តឲ្យបានត្រឹមត្រូវយើងត្រូវគោរពសញ្ញានិងទីតាំងត្រូវគោរពដាច់ខាតនៅផ្លាកសញ្ញាហាមឈប់ហាមចតជៀសវាងតំបន់ហាមឃាត់ហាមចតដាច់ខាតលើស្ពានផ្លូវក្រោមដីលើចិញ្ចើមផ្លូវជិតផ្លូវប្រសព្វផ្លូវបត់ឬនៅកន្លែងដែលបាំងផ្លាកសញ្ញាភ្លើងស្តុបចតតែនៅក្នុងតំបន់អនុញ្ញាតនិងត្រូវចតខាងស្ដាំដៃតាមទិសដៅចរាចរណ៍លើកលែងផ្លូវឯកទិសធានាសុវត្ថិភាពត្រូវធានាថាការចតមិនរាំងស្ទះដល់ចរាចរណ៍ឡើយត្រូវចតគៀកគែមផ្លូវបំផុតតាមដែលអាចធ្វើទៅបានវិធានការសុវត្ថិភាពក្រោយចតត្រូវទាញហ្វ្រាំងដៃជានិច្ចពេលចុះពីឡានត្រូវបើកទ្វារខាងឆ្វេងដោយប្រើដៃស្ដាំវិធីនេះធ្វើឲ្យលោកអ្នកបែរខ្លួនទៅមើលក្រោយដោយស្វ័យប្រវត្តិការបំពានលើបទបញ្ញត្តិស្តីពីការឈប់ឬចតគ្មានសណ្ដាប់ធ្នាប់នឹងត្រូវពិន័យអន្តរការយោងតាមអនុក្រឹត្យចំពោះរថយន្តធុនត្រាផាកពិន័យ 60000 រៀលចំពោះរថយន្តធុនធ្ងន់ត្រូវផាកពិន័យ 125,000 រៀលការចតរថយន្តគ្មានសណ្ដាប់ធ្នាប់វាមិនត្រឹមតែបង្កគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេថែមទាំងបង្កផលប៉ះពាល់ដល់សង្គមទីក្រុងនិងសេដ្ឋកិច្ចជាតិថែមទៀតផងជាចុងក្រោយសូមអរគុណបងប្អូនដែលបានទស្សនាសូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណវីដេអូនេះអាចដំណើរការបានទៅដោយHyundai Xperia ដំណក់ព្រីរំអើគុណភាពអន្តរជាតិ